Ok,សួស្តីអ្នកគ្នាស្វាគមន៍កាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះខ្ញុំធ្វើការចែកម្លែកមេរៀនមួយគឺរបៀបបង្កើតជារូបភាពដូចអ្នកគ្នាឃើញចេះដោយប្រើប្រាស់ Google Gemini អូខេហើយមួយទៀតលក្ខណៈបែបនេះអ្នកគ្នាអូខេថាតើយើងត្រូវធ្វើម៉េចតោះយើងទៅទាំងអស់គ្នាអូខេអញ្ចឹងឥឡូវខ្ញុំចូល Gemini មកទៅខ្ញុំគិតថាអ្នកគ្នាចេះរបៀបចូលហើយអញ្ចឹងអ្វីសំខាន់អ្នកគ្នាត្រូវធ្វើការ upload រូបភាពរបស់អ្នកគ្នាសិនឥឡូវថាខ្ញុំមានរូបភាពរបស់ខ្ញុំប៉ែមួយនេះចឹងអូខេបន្ទាប់មកយើងត្រូវធ្វើការសរសេរ prompt អូខេ prompt ខ្ញុំចង់បានអានេះដោយសារខ្ញុំមាន prompt ស្រាប់អញ្ចឹងអ្នកគ្នាអាចធ្វើការ copy prompt នឹងបានអូខេខ្ញុំ copy prompt ខ្ញុំមកខ្ញុំ paste ចូលអូខេចឹងខ្ញុំដាក់ឲ្យធំបន្តិចចឹងអ្នកគ្នាអាចធ្វើការ screenshot prompt ហ្នឹងទៅអ្នកគ្នាហើយបន្ទាប់មកអ្នកគ្នាដាក់ចូល Google Translate copy text ទៅក៏បានដែរឬក៏អ្នកគ្នាអាចចែកក្នុង comment អូខេឥឡូវខ្ញុំ send មានថារូបរបស់ម្នាក់ហ្នឹងគឺខ្ញុំចង់បានមិនគឺខ្ញុំចង់បាន45 degree angle ហើយឲ្យវាចេញ golden spotlight អញ្ចឹងជាក់ស្ដែងអាហ្នឹងអ្នកគ្នាចង់បានពណ៌អីក៏បានដែរអ្នកគ្នាចង់បានពណ៌អីអ្នកគ្នាដូរកន្លែងហ្នឹងទៅដាក់ពណ៌ហ្នឹងទៅបានហើយអូខេអ្នកឃើញទេអញ្ចឹងវានឹងបានរូបភាពបែបនេះចេញលក្ខណៈបែបនេះអូខេអ្នកឃើញ golden អូខេអញ្ចឹង golden ហ្នឹងបើសិនអ្នកគ្នាចង់ដូរវាដាក់អីគេដាក់ស្អីផ្សេងក៏បាន yellow ឬក៏ black អីក៏បានដែរអ្នកគ្នាអញ្ចឹងអ្នកគ្នានឹងទទួលបានរូបប្រភេទអញ្ចឹងអូខេឥឡូវមួយទៀតខ្ញុំចង់យករូបនឹងដែរមានថារូបគាត់ដែរនេះប៉ុន្តែខ្ញុំចង់បានលក្ខណៈមួយទៀតគឺឲ្យគាត់មានន័យថាអាហ្នឹងដូចនៅរៀងកាចអញ្ចឹងអ្នកគ្នាគឺយើងឲ្យគាត់មានreflection ពណ៌ដូចខ្ញុំបើកមុនហ្នឹងអញ្ចឹងឥឡូវខ្ញុំផេះនេះចូលអូខេអញ្ចឹងដាក់ឲ្យធំបន្តិចអ្នកគ្នាធ្វើការ copy តាមហ្នឹងក៏បានឬក៏ save ក៏បានជាបញ្ហាទេអូខេអញ្ចឹងអ្នកគ្នាថាតើចាំមើលវា Gemini គាត់នឹងធ្វើការ generate ឲ្យយើងមិនអញ្ចឹងអាហ្នឹងបើសិនបើអ្នកគ្នាពេញចិត្តទេអ្នកគ្នា generate ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតទៅតតែបានរូបដែលអ្នកគ្នាស្រឡាញ់អញ្ចឹងនេះវានឹងបានលក្ខណៈបែបនេះអូខេឥឡូវទៅឲ្យខ្ញុំ upload រូបផ្សេងអត់ហើយខ្ញុំ upload រូបនេះចុះអូខេតបខ្ញុំប្រើ prompt ដែរអូខេ prompt ហ្នឹងគឺខ្ញុំចង់បានដូចលក្ខណៈដូចនេះអញ្ចេះអូខេខ្ញុំ upload ចូលអញ្ចឹងវាធ្វើការ generate រូបហ្នឹងដូចគ្នាទៅជារូបទៅតាម prompt ដែលយើងបានដាក់នេះអូខេអញ្ចឹងហ្នឹងជាក់ស្ដែងដូចខ្ញុំនិយាយចឹងអ្នកបើសិនអ្នកគ្នាចេះសរសេរ prompt អីអ្នកគ្នាអាចធ្វើការសរសេរផ្សេងពីហ្នឹងទៅក៏បានដែរទៅតាមអ្វីដែលយើងចង់បានថាយើងចង់ឲ្យគាត់អូខេយើងចង់ឲ្យគាត់ហ្នឹងមិនអីមិន background មិនឃើញទេអញ្ចឹងគៀងបានរូបលក្ខណៈបែបនេះអញ្ចឹងរូបគ្រឹះអីហ្នឹងគឺអាស្រ័យទៅលើគេគឺអាស្រ័យទៅលើរូបភាពរបស់យើងឯងថាតើរូបភាពរបស់យើងហ្នឹងយើងចង់បានមិនហើយកំណត់វាមិនអូខេអរគុណអ្នកនេះអញ្ចឹងមេរៀនថ្ងៃនេះគឺខ្ញុំចែកម្លែកប៉ុណ្ណឹងបើសិនអ្នកគ្នាមានជាចម្ងល់អីអាច comment នៅក្នុងវីដេអូខាងក្រោមបានបាយបាយជួបគ្នានៅមេរៀនបន្ទាប់